យើងឮថាមានឆ្មាំចំណាស់ម្នាក់គ្មានប្រវត្តិច្បាស់លាស់ដើម្បីប្រាក់រឿងដែលគួរធ្វើឬមិនគួរធ្វើគេហ៊ានធ្វើទាំងអស់ចុះថ្មីនេះគេបានតែធ្វើអីខ្លះឯងដឹងរឿងប៉ុណ្ណាជួយយើងអមដំណើរមនុស្សម្នាក់ទៅឆាំងអានគេគឺជាមេដឹកនាំកងប្រឆាំងផ្កា100លោកម្ចាស់ជឺស៊ឺឡាចាក់គេជាប់គេមានតម្លៃសរសៃពួកអ្នកប្រមាញ់យករង្វាន់ទាំងអស់និងប្រមូលផ្ដុំក្បាលគ្នាលេងសម្លាប់ពួកឯងរឿងធំរបស់អ៊ំនៅទៅឬតៅមកຕົកទុកយ៉ាងណាហើយបាក់យើងទាំង5ពួតដៃគ្នាជាក្រុមមួយទោះជាមានតៅមក10នាក់ទៀតពួកនោះត្រឹមជាពួកឆ្កែតាមផ្លូវបើចាប់ជើងស៊ូឡើងមិនបានទេនោះបើពួកឯងនឹងធ្លាក់ដល់ដីកុំភ្លេចឲ្យសោះឯងទើបជាផ្ទះដែលយើងត្រូវការពេលចូលទៀតមកសង្គ្រាមនាំឲ្យវិនាសដូចជាមានចំហាយប្រែប្រួល